សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាសម្រាប់ប្រាសាទតាព្រំជាមួយខ្ញុំដែលរួមមានទាំងកន្លែងថតរូបស្អាតៗក៏ដូចជាទស្សនីយភាពដែលអ្នកទាំងអស់គ្នាធ្លាប់តែឃើញភ្ញៀវទេសចរក៏ដូចជាមិត្តភ័ក្តិឬមួយក៏ក្រុមគ្រួសាររបស់មិត្តភ័ក្តិគាត់ទៅធ្វើការថតរូបនៅកន្លែងហ្នឹងឥឡូវនេះខ្ញុំក៏បានចូលមកដល់ជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំហើយខ្ញុំនឹងផ្តិតយកទស្សនីយភាពរបស់ប្រាសាទដែលមានលក្ខណៈស្អាតគ្រប់ជ្រុងឲ្យអ្នកទាំងអស់គ្នាបានតាមដាននៅក្នុងវីដេអូមួយនេះដោយថ្ងៃនេះដែរជាថ្ងៃដែលខ្ញុំមកទស្សនានៅប្រាសាទតាព្រំជាថ្ងៃមួយដែលអំណោយផលមានភ្លៀងតិចអាកាសធាតុគឺអត់ក្តៅពេកអត់ត្រជាក់ពេកអត់សន្ទុំពេកហើយងាយស្រួលមែនតើសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិគាត់ចូលមកទស្សនារួមទាំងខ្ញុំដែរហើយបើនិយាយពីទស្សនវិជ្ជាទាំងស្រុងនៅក្នុងប្រាសាទគឺពិតជាមានប្លង់ថតរូបស្អាតច្រើនកន្លែងមែនតើសំខាន់អ្នកទាំងអស់គ្នាចង់ថតអត់ហើយនឹងអ្នកទាំងអស់គ្នានឹងបានថតតាន់អត់និយាយថាប្លង់ពីមួយកន្លែងទៅមួយកន្លែងមានសភាពស្អាតខុសប្លែកពីគ្នាទាំងអស់អ្នកទាំងអស់គ្នាហើយសម្រាប់ប្រាសាទមួយនេះអ្វីដែលអច្ឆរិយៈសម្រាប់ខ្ញុំគឺមានដើមឈើដុះនៅលើប្រាសាទដែលកម្រឃើញអ្នកទាំងអស់គ្នាគ្រប់ប្រាសាទផ្សេងគឺយើងឃើញមកមានដើមឈើដុះអត់ច្រើនដូចនៅក្នុងប្រាសាទតាព្រំទេនៅក្នុងប្រាសាទតាព្រំគឺគ្រាន់តែដើមឈើដុះនៅលើប្រាសាទហ្នឹងគឺមានកន្លែងថតរូបនឹងឡើង2 3កន្លែងឯអ្នកទាំងអស់គ្នាហើយថ្ងៃដែលខ្ញុំទៅនេះជាថ្ងៃមេឃភ្លៀងផងដែរដល់ពេលអញ្ចឹងទៅមានតាំងពីរើមព្រះអីអ្នកទាំងអស់គ្នានៅលបងប្រាសាទហ្មងណាពេលអ្នកទាំងអស់គ្នាដើរទៅអ្នកទាំងអស់គ្នាកុំភ្លេចស្រឡឹងមើលអ្នកទាំងអស់គ្នានឹងឃើញហើយនិយាយទៅសម្រាប់ការចូលលេងប្រាសាទភ្ញៀវជាតិគឺខ្ញុំលើកទឹកចិត្តឲ្យភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិអាចមកចូលទស្សនានៅក្នុងប្រាសាទយើងដែលស្ថិតនៅក្នុងទឹកដីអង្គរខ្ញុំពិតជាមានមោទនភាពដែលខ្ញុំបានមកកាន់ប្រាសាទតាព្រំដែលជាប្រាសាទមួយដែលគេល្បីមិនថាជាទីតាំងកន្លែងថតរូបទេប៉ុន្តែក៏មានប្លង់ស្អាតថែមទាំងមានភាពអច្ឆរិយៈដែលមានដើមឈើដុះនៅលើប្រាសាទហើយថែមទាំងមាននៅក្បូរក្បាច់រចនាដែលតាំងពីសម័យពីមុនដែលយើងអត់ដឹងសោះគេឆ្លាក់ជាប់នៅលើជញ្ជាំងគឺពិតជាអស្ចារ្យមែនតើដោយកន្លែងនៃកូនខ្ញុំគឺគាត់កំពុងតែដើរថតរូបហ្នឹងអ្នកទាំងអស់គ្នាកន្លែងហ្នឹងហើយដែលថាមានរូប dinosaur អ្នកទាំងអស់គ្នាសម្លឹងមើលទៅកន្លែងនៃកូនខ្ញុំថតរូបទៅរាប់ពីក្រោមឡើងលើគឺមានរូប dinosaur មែនអ្នកទាំងអស់គ្នាហើយបន្ទាប់ពីចេញពីប្រាសាទវិញគឺខ្ញុំឈៀងចូលទៅកន្លែងញ៉ាំអីបន្តិចអ្វីដែលយើងដើរហត់គឺសំដៅទៅរកភេសជ្ជៈហើយអ្នកទាំងអស់គ្នាដូចខ្ញុំមកចេញពីប្រាសាទគឺច្បាស់ណាស់សំដៅទៅរកកន្លែងបន្ទប់ទឹកដើម្បីយើងសម្រួលអីយ៉ាបត់ដៃបត់ជើងអញ្ចឹងណាអញ្ចឹងទៅបន្ទាប់ពីចេញពីបន្ទប់ទឹកខ្ញុំក៏បានចូលទិញជាមួយនឹងទឹកដូងត្រជាក់អ្នកទាំងអស់គ្នាប៉ុន្តែទឹកដូងត្រជាក់នេះខ្លះសេអត់តាន់ទេត្រជាក់អត់ដល់ក្នុងទេដោយសារតែដាច់មែនតើភ្ញៀវទេសចរគឺគាត់ចង់សាកជាមួយនឹងដូងខ្មែរយើងណាទាំងអស់គ្នាហើយមើលម៉ាក់របស់ខ្ញុំកំពុងតែភ្លក់ជាមួយនឹងទឹកដូងហ្នឹងហើយសួរគាត់ថាត្រជាក់ឆ្ងាញ់អត់គាត់ថាឆ្ងាញ់តែដល់ពេលខ្ញុំផឹករៀងជូរដែរអ្នកទាំងអស់គ្នាសម្រាប់នៅខេត្តសៀមរាបគឺបើសិនជាមានទេសចរជាតិនិងទេសចរអន្តរជាតិគឺគាត់ចូលមកទស្សនានៅប្រាសាទក៏ដូចជាគាត់ចូលរួមក្នុងការលើកស្ទួយវិស័យទេសចរមួយនេះខ្ញុំគិតថានៅខេត្តសៀមរាបគឺច្បាស់ជានឹងមានភ្ញៀវទេសចរកើនឡើងបន្ថែមទៀតទោះបីជាបច្ចុប្បន្នភ្ញៀវទេសចររបស់យើងមិនទាន់ច្រើនក៏ដោយប៉ុន្តែខ្ញុំព្យាយាមផលិតវីដេអូក៏ព្យាយាមផុសនៅក្នុង YouTube ផងដែរដើម្បីឲ្យអ្នកទាំងអស់គ្នារួមទាំងភ្ញៀវទេសចរផ្សេងៗគាត់អាចមកចូលទស្សនានិងតាមដានចង់ដឹងចង់ឃើញពីប្រាសាទរបស់យើងដោយសារតែប្រាសាទរបស់យើងពីមួយប្រាសាទទៅមួយប្រាសាទគឺមានសភាពខុសប្លែកពីគ្នាមែនតើបើសិនជាយើងអត់ចាប់អារម្មណ៍យើងគិតថាវាជាប្រាសាទធម្មតាតែតើតើអ្នកទាំងអស់គ្នាពិនិត្យបានដឹងថាប្រាសាទរបស់យើងគឺពិតជាអស្ចារ្យហើយការដើររបស់ខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយនឹងវីដេអូរបស់ខ្ញុំបន្តទៀតអរគុណ